ធ្វើបទបង្ហាញចែករំលែកអំពីរបៀបធ្វើ cover presentation របស់យើងពី slide បែបនេះទៅជា slide មួយដែលស្អាតជាងនេះបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងចាប់ផ្ដើមគេយើង create new slide ចង់ដឹងថាតើពេលដែលយើងបំលែងបទបង្ហាញ cover ខាងមុខនេះឲ្យស្អាតតាមរបៀបណាបាទគេអញ្ចឹងខ្ញុំសូមលុបអានេះទាំងអស់បាទជាទូទៅខ្ញុំចូលចិត្តទី1ខ្ញុំ insert រូបភាពបាទអញ្ចឹងរូបភាពហ្នឹងគឺអាស្រ័យទៅលើបទបង្ហាញរបស់បងប្អូនបាទរូបភាពតំណាងណាអញ្ចឹងខ្ញុំសូម search នៅក្នុងបាទអ៊ីនធឺណិតរបស់យើង stock image ចង់ខ្ញុំប្រើពាក្យថា presentation បាទខ្ញុំយករូបភាពតំណាងហើយរូបភាពនោះអាចខ្ញុំសូមរើសយកមួយនេះខ្ញុំចុចពាក្យ insert បាទបន្តមកពេលដែលបងប្អូនបានinsert នៅក្នុងរូបនេះរូបនោះអត់ពេញទេបាទអញ្ចឹងពេលដែលបងប្អូនចុចបែបនេះនៅក្នុង Microsoft Office 365គេមានកន្លែង design មួយដែលគេផ្ដល់គំនិតឲ្យយើងអញ្ចឹងសម្រាប់ខ្ញុំសូមចុចមួយនេះដើម្បីឲ្យរូបភាពរបស់យើងវាបានពេញបាទខ្ញុំសូមស៊ូមបន្តិចជាកិច្ចបន្ទាប់ខ្ញុំនឹងចូល insert ហើយខ្ញុំទាញ shape បាទយកមកដាក់បាទចឹងបងប្អូនឃើញមកបាទខ្ញុំ cover ឲ្យពេញរូបភាពរបស់យើងបាទចេញមកបែបនេះខ្ញុំចូល shape fill ហើយខ្ញុំដូរពណ៌បាទពណ៌នេះគឺពណ៌អាស្រ័យបងប្អូនចូលចិត្តអញ្ចឹងខ្ញុំពីច្រើនខ្ញុំចូលចិត្តពណ៌នេះបាទតមកទៀត color shape outline ខ្ញុំដាក់ no outline ជំហានបន្ទាប់គឺខ្ញុំស្មៅស្ដាំយកពាក្យ format shape បាទនៅកន្លែងត្រង់ fill ខ្ញុំចុច fill ហើយនៅកន្លែង transparency សម្រាប់ខ្ញុំចូលចិត្តប្រើបែបនេះបាទខ្ញុំតឡើងបែបនេះបាទយើងធ្វើឲ្យ background យើងអត់ច្បាស់ពេកទេហើយយើងអាចសរសេរអក្សរនៅលើ slide របស់យើងបានទូទៅខ្ញុំយកប៉ុណ្នេះបាទប៉ុណ្នេះឬក៏បាទប៉ុណ្នេះ30ឬ30% ជាងហ្នឹងតមកទៀតខ្ញុំវាយអក្សរណាអញ្ចឹងពីខាងដើមនិយាយអំពីការធ្វើបទបង្ហាញបាទអញ្ចឹងខ្ញុំអាច copy វាតែម្ដងក៏បានវាស្រួលលឿនខ្ញុំចុច Ctrl C តមកខ្ញុំចុច Ctrl V បាទឬក៏ paste អញ្ចឹងនៅកន្លែងនេះបងប្អូនអាចរចនាបន្ថែមជាទូទៅខ្ញុំដាក់នៅចំខាងនេះបើសិនជាអក្សរយើងពណ៌ខ្មៅអញ្ចឹងវាអត់ស៊ីជាមួយនឹង background ទេអញ្ចឹងខ្ញុំ select ខ្ញុំបដូរពណ៌អក្សរយើងទៅពណ៌សបាទតើតូននឹង font នឹងទំហំបងប្អូនអាចដូរបានធ្វើមិនឲ្យវាសមស្របខ្ញុំមើលទៅអក្សរអង់គ្លេសយើងធំជាងខ្ញុំតូចល្មមបាទអញ្ចឹងបើយើងមើលពីខាងនេះហើយនឹងខាងក្រោមនេះមួយណាស្អាតជាងបាទបើសិនជាបងប្អូនចង់តម្លើង font បាទយើងចុចកន្លែង A អក្សរធំនេះមកយើងតម្លើង font បាទអញ្ចឹងយើងសាកល្បង preview មើលនេះគឺជាទម្រង់ចាស់នេះជាទម្រង់ថ្មីបាទមួយណាស្អាតជាងបងប្អូនបាទសម្រាប់ background បងប្អូនបើសិនជាអត់សូវឆ្លុះអក្សរទេបងប្អូនអាចចុច mouse ស្ដាំយើងមកបន្ថយបាទជួយបន្ថយទី background មិញទៅហ្នឹងហើយអញ្ចឹងវាធ្វើឲ្យយើងហុកបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងបើសិនជាបងប្អូនចង់ដឹងបន្ថែមអាចទស្សនាវីដេអូក៏ដូចជា follow channel របស់ខ្ញុំមួយបាទអរគុណច្រើន